ប្រាសាទបាយ័នមានទីតាំងនៅចំកណ្ដាលរាជធានីអង្គរធំប្រាសាទនេះកសាងនៅចុងសតវត្សទី12និងដើមសតវត្សទី13ដោយព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះមានតួប៉មនីមួយៗមានមុខ4ដែលមានកម្ពស់49និងកម្ពស់ខ្លងទ្វារចូល5ទៀតសរុបទាំងអស់54កម្ពស់ដែលតំណាងឲ្យខេត្តក្រុងទាំង54នៅសម័យកាលនោះអ្នកប្រាជ្ញមួយចំនួនបានគិតថាមុខទាំង4នេះគឺតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយានអ្នកខ្លះទៀតគិតថាជារូបតំណាងឲ្យព្រះបាទជ័យវរ្ម័នទី7ប្រាសាទបាយ័នមានប្លង់3ជាន់ជាន់ទី1និងជាន់ទី2ដែលមានថែវនិងមានរូបចម្លាក់ដ៏វិចិត្រប្រាង្គនៅកណ្ដាល16ដែលស្ថិតនៅជាន់ទី9ដែលមានរាងកាកបាទសំណង់ប្រាសាទមានលក្ខណៈស្មុគស្មាញទាំងថែវផ្លូវដើរនិងជណ្ដើរក្រៅពីទឹកមុខញញឹមនៃរូបបាយ័នប្រាសាទនេះមានចម្លាក់ដ៏ប្រណិតដែលរៀបរាប់ពីរឿងរ៉ាវទេវកថានៃថែវខាងក្នុងនិងខាងក្រៅដែលបានរៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរមានទាំងផ្សារការនេសាទពិធីបុណ្យល្បែងប្រដាល់ជល់មាន់លាក់និងលាក់ហើយនឹងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចម្បាំងនៃព្យុះយាត្រាជាដើមទិដ្ឋភាពនៃចម្លាក់បង្ហាញដោយផ្ទាំងតាមជួរ2ឬក៏3ជួរចំណែកឯការស្រាវជ្រាវរបស់គម្រោងសហការរវាងអភិរក្សអង្គរជប៉ុននិងអាជ្ញាធរជាតិអប្សរា JASA ដែលស្ដីពីទម្រង់មុខរបស់កំពូលប្រាសាទបាយ័នដែលបានបង្ហាញថាប្រភពទាំងនោះគឺមាន3ទម្រង់ផ្សេងៗគ្នាទម្រង់ទី1ប្រភពមានរាងមូលក្នុងសភាពស្ងប់ស្ងាត់ព្រះនេត្របើកល្មមរាងដូចផ្លែអាម៉ុនមានន័យថាមិនសូវតឹងដែលមានអ្នកស្រាវជ្រាវចាត់ទុកថាជាប្រភពទេវតាចំណែកឯទម្រង់ទី2ប្រភពមានរាងស្ដើងបន្តិចមានភ្នែកតូចកន្ទុយភ្នែកទាញឡើងលើដែលមានអ្នកស្រាវជ្រាវចាត់ទុកថាជាប្រភពទេពធីតារីឯទម្រង់ទី3ប្រភពមានរាងជ្រុងបន្តិចដែលពោពេញទៅដោយអំណាចហើយមានភ្នែកបាក់ធំជាងទម្រង់ខាងលើដែលអ្នកស្រាវជ្រាវចាត់ទុកថាជាប្រភពអសុរៈ